ព្រះពុទ្ធអ្នកប្រាជ្ញវិទ្យាសាស្ត្រកម្ពុជានៃសន្តិភាពសម្ដែងដោយលោកហ្គោអនកានៅទីស្នាក់ការនៃអង្គការសហប្រជាជាតិនាថ្ងៃពេញបូរមីនៃបុណ្យវិសាខបូជាឆ្នាំ2002គេបានអញ្ជើញលោកហ្គោអនកាឲ្យទៅធ្វើសន្ទរកថាជាចម្បងនៅអង្គការសហប្រជាជាតិក្នុងពិធីបុណ្យវិសាខបូជានៃថ្ងៃពេញបូរមីខែឧសភាដើម្បីគោរពថ្ងៃកំណើតនៃការត្រាស់ដឹងនិងការយាងចូលបរិនិព្វានរបស់ព្រះពុទ្ធពិធីបុណ្យនេះត្រូវបានរៀបចំឡើងដោយតំណាងអចិន្ត្រៃយ៍នៃប្រទេសមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិកាលពីថ្ងៃ29ខែឧសភាឆ្នាំ2002ឯកអគ្គរដ្ឋទូតនៃតំណាងអចិន្ត្រៃយ៍នៃប្រទេសសេរីលង្កាកម្ពុជានិងមីយ៉ាន់ម៉ាបានធ្វើសន្ទរកថាជាសង្ខេបជាមុននិងសន្ទរកថាចម្បងរបស់លោកហ្គោអនកាសន្ទរកថានេះត្រូវបានសម្ដែងនៅ Dag Hammer Library Auditorium ចំពោះស្ថានភាពនៃឯកអគ្គរដ្ឋទូតអ្នកមានបណ្ដាស័ក្តិនិងសហការីរបស់អង្គការសហប្រជាជាតិនៅចំពោះមុខព្រះភិក្ខុសង្ឃនិងអ្នកចម្រើនវិបស្សនាមួយចំនួនសន្ទរកថាដែលអធិប្បាយអំពីការព្រានប្រដៅរបស់ព្រះពុទ្ធប្រវត្តិសាស្ត្រក្នុងទស្សនវិស័យទំនើបត្រូវបានទទួលការអបអរសាទរយ៉ាងអស្ចារ្យពីសំណាក់ស្ថានភាពទាំងមូលព្រះពុទ្ធអ្នកប្រាជ្ញវិទ្យាសាស្ត្រកម្ពុជានៃសន្តិភាពសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពប្រិយមិត្តអ្នកស្រឡាញ់សន្តិភាពទាំងអស់ហ្គោអនកាខ្ញុំសូមអរគុណអង្គការសហប្រជាជាតិនិងអ្នករៀបចំពិធីបុណ្យវិសាខបូជាយ៉ាងរុងរឿងនេះជាពិសេសគណៈប្រតិភូនៃប្រទេសមីយ៉ាន់ម៉ានិងសេរីលង្កាដែលបានផ្ដល់ឱកាសឲ្យខ្ញុំថ្លែងការណ៍ចំពោះអង្គប្រជុំពិសេសនេះយើងមានការព្រួយបារម្ភខ្លាំងណាស់កាលណាយើងសម្លឹងមើលព្រឹត្តិការណ៍ដែលកំពុងតែកើតឡើងនៅក្នុងសកលលោកមនុស្សបានប្រែទៅជាសត្រូវនឹងគ្នាឥតមានចំនួនផ្ទាល់ខ្លួនទេមនុស្សទាំងឡាយត្រូវស្លាប់ដោយសារគេមកពីនិកាយឬមកពីសហគមន៍ពិសេសមួយមកពីក្រុមអនិកជនឬមកពីប្រទេសពិសេសមួយភាពឃោរឃៅដល់កម្រិតខ្លាំងបែបនេះដែលមនុស្សម្នាក់សម្លាប់មនុស្សម្នាក់ទៀតទោះបីគេជាមនុស្សស្លូតត្រង់ក្តីជាស្រីនិងជាកូនក្មេងទួនខ្សោយក្តីបច្ចេកទេសទំនើបធ្វើឲ្យអំពើហិង្សាគួរឲ្យភិតភ័យខ្លាចនេះបំផ្លិចបំផ្លាញយ៉ាងសម្បើមហើយប្រហែលជាអាក្រក់លើសពីអតីតកាលក្នុងប្រវត្តិសាស្ត្រមនុស្សលោកថែមទៀតផងហេតុដូច្នេះឥឡូវនេះលើសពីពេលមុនទាំងអស់ត្រូវមានការផ្លាស់ប្ដូរមូលដ្ឋានមួយជាចាំបាច់ដើម្បីការពារមនុស្សជាតិតទល់នឹងអំពើអក្រិតសាហាវយង់ឃ្នងអមនុស្សធម៌ទាំងឡាយនេះដែលបណ្ដាលមកពីការរំជួលចិត្តអកុសលទាំងឡាយសកលលោកឈឺចាប់ដោយជំងឺទោសៈដោយសារកង្វល់និងដោយសារសេចក្តីភ័យខ្លាចគេត្រូវការឱសថមួយរបស់វេជ្ជបណ្ឌិតអស្ចារ្យមួយអង្គព្រះពុទ្ធជាវេជ្ជបណ្ឌិតអស្ចារ្យនេះព្រះអង្គជាវេជ្ជបណ្ឌិតនៃសន្តិភាពនិងសុភមង្គលយ៉ាងឆ្នើមមួយអង្គការព្រានប្រដៅអំពីសន្តិភាពនិងសុខដុមរមនារបស់ទ្រង់មានការសមហេតុសមផលក្នុងបច្ចុប្បន្នកាលក៏ដូចជាក្នុងកាលរយៈពេលពី26សតវត្សរ៍កន្លងមកហើយដែរនៅពេលដែលព្រះអង្គបានបង្វិលធម្មចក្រគឺបង្វិលកង់នៃសន្តិភាពតាមពិតក្នុងបច្ចុប្បន្នកាលនេះការព្រានប្រដៅនេះមានការសមហេតុសមផលជាងពេលមុនទៅទៀតផងព្រះថេរានុថេរៈគ្រប់ព្រះអង្គប្រិយមិត្តទាំងឡាយជាទីគោរពយើងបានមកជួបជុំគ្នានៅពេលរសៀលនាទីនេះដើម្បីគោរពការព្រានប្រដៅរបស់បុគ្គលយ៉ាងឆ្នើមក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិយើងសូមមើលរបៀបដែលការព្រានប្រដៅនេះបំបត្តិការរំជួលចិត្តអកុសលផ្សេងដែលជាឫសគល់នៃអំពើហិង្សានិងរបៀបដែលការរំជួលចិត្តអកុសលទាំងឡាយនេះអាចប្រែទៅជាករុណាធម៌បាន
ជាញឹកញយណាស់ជំនឿងងឹតងងល់នឹងការប្រកាន់មាំលើទស្សនៈផ្ទាល់ខ្លួនបណ្ដាលឲ្យមានភាពអកុសលដែលជាហេតុនាំឲ្យមានអំពើខុសខើទាំងឡាយនេះដោយអង្ការខ្ញុំបានជួបនឹងការព្រានប្រដៅរបស់ព្រះពុទ្ធនៅពេលដែលខ្ញុំបានធ្វើធម្មសិក្សាវិបស្សនាលើកទី1នៅមាតុប្រទេសរបស់ខ្ញុំគឺប្រទេសមីយ៉ាន់ម៉ាភូមាខ្ញុំនឹកឃើញថាមុនពេលដែលធម្មសិក្សាចាប់ផ្ដើមលោកគ្រូបានឲ្យកូនសៀវភៅមួយដើម្បីអានកូនសៀវភៅចាប់ផ្ដើមឡើងជាមួយនឹងសេចក្តីដកស្រង់អំពីធម្មទេសនាមួយរបស់ព្រះពុទ្ធចំពោះអ្នកស្រុកកាឡាម៉ាហើយព្រះពុទ្ធបានត្រាស់ទូន្មានថាចូលអ្នកកុំទទួលយកអ្វីមួយដោយមកពីបានឮជាច្រើនដងដោយមកពីវាជាជំនឿរបស់ប្រពៃណីជាច្រើនជំនាន់មកហើយដោយមកពីវាសមស្របជាមួយនឹងគម្ពីររបស់អ្នកដោយមកពីវាហាក់ដូចជាសមហេតុសមផលដោយមកពីវាត្រូវនឹងជំនឿផ្ទាល់របស់អ្នកឬក៏ដោយមកពីគ្រូអាចារ្យជាទីស្រឡាញ់និងគោរពយ៉ាងខ្លាំងរបស់អ្នកបានប្រកាសថាដូច្នេះចូលអ្នកទទួលយកលុះត្រាតែអ្នកបានដឹងច្បាស់ដោយខ្លួនឯងនៅថ្នាក់ពិសោធន៍ហើយបានឃើញថាវាល្អនិងមានប្រយោជន៍ចំពោះមនុស្សទាំងអស់គ្នាខណៈនោះចូលកុំគ្រាន់តែទទួលយកប៉ុណ្ណោះប៉ុន្តែចូលរស់នៅឲ្យបានត្រឹមត្រូវតាមការពិសោធន៍ផ្ទាល់នេះផងដែរសារនេះហាក់បីដូចជាមេដែកស្រូបមួយខ្ញុំបានកើតហើយរស់នៅក្នុងប្រពៃណីផ្សេងដែលគេបានបង្រៀនឲ្យទទួលយកពាក្យសម្ដីរបស់គម្ពីរទាំងឡាយដោយឥតមានសំណួរអ្វីឡើយនៅពេលដែលខ្ញុំមានអាយុ31ឆ្នាំពាក្យពេចន៍ទាំងអស់នេះជាពុទ្ធវចនៈទី1ដែលខ្ញុំបានឮខ្ញុំបានអានពាក្យទាំងអស់នេះដោយរំភើបចិត្តជាអនេកប្បការនេះប្រហែលជាធម្មនុញ្ញទី1នៃសេរីភាពនៃគំនិតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិចំពោះខ្ញុំវាបានប្រែទៅជាច្បាស់ណាស់ថាឥតមានវិស័យសម្រាប់ជំនឿឬសទ្ធាងងឹតងងល់ក្នុងការព្រានប្រដៅរបស់ព្រះពុទ្ធទេខ្ញុំបានសម្រេចសាកល្បងបប្រតិបត្តិការព្រានប្រដៅនេះដោយយកចិត្តទុកដាក់ដោយទទួលយកសេចក្តីពិតដែលខ្ញុំបានពិសោធន៍ឃើញនៅពេលដែលខ្ញុំបានដើរលើមាគ៌ានៃការពិសោធន៍រៀងរាល់ថ្ងៃទាំងអស់នេះបានធ្វើឲ្យខ្ញុំជឿជាក់ថាជាមាគ៌ាសមស្របតាមវិចារណញ្ញាណអាចបប្រតិបត្តិតាមបានហើយស្របតាមវិទ្យាសាស្ត្រទៀតផងឥតមានត្រូវការជំនឿងងឹតងងល់ឡើយឥតមានសេចក្តីសង្ស័យទេថាគឺដូចជាគេនិយាយប្រាប់ខ្ញុំឲ្យទទួលយកសេចក្តីពិតលុះត្រាតែខ្ញុំបានឃើញរួចហើយតែប៉ុណ្ណោះខ្ញុំក៏បានឃើញដែរថាជំហាននីមួយនៅលើមាគ៌ាជាសកលមិនប្រកាន់និកាយឡើយគឺត្រនឹងហើយដែលបានធ្វើឲ្យខ្ញុំមានការទុកចិត្តយ៉ាងខ្លាំងនៅពេលចប់ធម្មសិក្សា10ថ្ងៃភ្លាមខ្ញុំបានឃើញថាការព្រានប្រដៅបានផ្ដល់នូវលទ្ធផលយ៉ាងពេញលេញចំពោះខ្ញុំវាបានបញ្ជាក់ឲ្យឃើញថាមានប្រយោជន៍ផ្លូវកាយផ្លូវចិត្តនិងផ្លូវជំនឿដូច្នេះនៅពេលចប់ធម្មសិក្សាទី1ខ្ញុំបានទទួលយកធម្មសិក្សានេះដោយពេញចិត្តហើយតាំងពីពេលនោះមកខ្ញុំក៏បានបន្តដើរនៅលើមាគ៌ាដែលព្រះពុទ្ធបានព្រានប្រដៅប្រហែល15ឆ្នាំកន្លងមកលោកគ្រូបានអនុញ្ញាតឲ្យខ្ញុំបង្រៀនធម្មសិក្សាវិបស្សនានៅប្រទេសឥណ្ឌានិងទូទៅក្នុងសកលលោកមនុស្សរាប់សែននាក់មកពីនិកាយផ្សេងនិងមកពីប្រពៃណីជាច្រើនបានទទួលយកបច្ចេកទេសនេះហើយឃើញថាបានទទួលលទ្ធផលល្អដូចគ្នាការព្រានប្រដៅតាក់ទាញមនុស្សពីគ្រប់ជំនាន់គ្រប់មជ្ឈដ្ឋានពីព្រោះគេឃើញថាវាមិនប្រកាន់និកាយសោះឡើយហើយបានផ្ដល់នូវលទ្ធផលល្អផងអំពីការព្រានប្រដៅគឺព្រះធម៌គុណភាពទាំងឡាយនៃមាគ៌ាដែលព្រះពុទ្ធបានបង្រៀនគឺទី1ស្វាខាតោវាងាយណាស់ហើយត្រូវបានពន្យល់យ៉ាងច្បាស់លាស់ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចបដិបត្តិបានដោយគ្មានការច្របូកច្របល់នៅក្នុងចិត្តឡើយទី2សន្តិដ្ឋិកោជំហាននីមួយមានមូលដ្ឋានលើសេចក្តីពិតនៃខណៈនេះឥតមានការនឹកស្រមៃឥតមានការស្មានឥតមានការនឹកឃើញខ្លួនឯងឬនឹកឃើញរបស់អ្នកដទៃឡើយ
ទី3អកាលិកោជំហាននីមួយផ្ដល់នៅលទ្ធផលល្អនៅទីនេះក្នុងពេលឥឡូវនេះនិងក្នុងជាតិនេះតែម្ដងឥតមានការប្រឹងប្រែងណាមួយដែលត្រូវខាតបង់ឡើយទី4អេហេបាសិកោការព្រៀនប្រដៅត្រូវនាំអ្នកឲ្យមកមើលដោយខ្លួនឯងដើម្បីពិសោធន៍សេចក្តីពិតដោយខ្លួនឯងទី5អោបន័យកោមេគាត្រង់ជំហាននីមួយនឹងនាំអ្នកនៅលើមេគាឲ្យកាន់តែជិតទៅដល់គោលដៅទីបំផុតនៃការរួចរដោះពីទុក្ខទាំងឡាយទី6បច្ចតតាំងវេទីតាពោវិញ្ញូហិតិមេគាសម្រាប់អ្នកប្រាជ្ញគ្រប់រូបមកពីគ្រប់សហគមន៍ដើម្បីពិសោធន៍ឃើញសេចក្តីពិតនៅក្នុងខ្លួនដោយខ្លួនឯងនៅពេលដែលគេបន្តដើរលើមេគាហើយអានពុទ្ធវចនៈទៅវានឹងប្រែទៅជាច្បាស់ឡើងថាការព្រៀនប្រដៅមិនមែនមានបំណងចង់ញ៉ាំងមនុស្សឲ្យផ្លាស់ប្ដូរពីសាសនាមួយទៅសាសនាមួយទៀតទេការព្រៀនប្រដៅនឹងឯងក៏មិនមែនជាសាសនាដែរមនុស្សទាំងអស់អាចយកមកបដិបត្តិតាមបានកាលណាគេអានពុទ្ធវចនៈអត្ថកថានិងដីកាទាំងឡាយគេភ្ញាក់ព្រឺតដោយឃើញថាក្នុងអក្សរសិល្ប៍ទាំងមូលឥតមានឃើញប្រើពាក្យពុទ្ធសាសនានិងពុទ្ធបរិស័ទបន្តិចសោះព្រះពុទ្ធមិនដែលបានប្រើពាក្យពុទ្ធសាសនាឬពុទ្ធបរិស័ទឡើយហើយច្រើនសតវត្សកន្លងមកទៀតសាវកទាំងឡាយរបស់ព្រះអង្គក៏ឥតមានប្រើពាក្យនេះដែរព្រះអង្គបានដាក់ឈ្មោះការព្រៀនប្រដៅរបស់ទ្រង់ថាធម៌មានន័យថាច្បាប់មានន័យថាសេចក្តីពិតទ្រង់បានត្រាស់ហៅសាវកទាំងឡាយរបស់ព្រះអង្គថាធម្មីធម្មធូធម្មិកោធម្មចារិធម្មវិហារិលៈតាមភាសាឥណ្ឌាពាក្យសម្រាប់ពុទ្ធសាសនាឬពុទ្ធបរិស័ទគឺពាក្យពុទ្ធៈគឺជាពាក្យមួយដែលគ្មានន័យដូចគ្នាទេក្នុងភាសាបាលីទាំងស្រុងបើគេយកពាក្យពុទ្ធសាសនា Buddhism មកប្រើសម្រាប់ហៅការព្រៀនប្រដៅរបស់ព្រះពុទ្ធនោះវាប្រែទៅជាសម្រាប់តែសហគមន៍មួយតែប៉ុណ្ណោះប៉ុន្តែព្រះធម៌ឥតមានព្រំដែនទេអបមាណោធម្មោវាមិនមែនសម្រាប់តែសហគមន៍ពិសេសមួយឬសាសនាមួយតែប៉ុណ្ណោះទេព្រះធម៌សម្រាប់មនុស្សទាំងអស់គ្នាយើងទាំងអស់គ្នាដឹងថាឥឡូវនេះគេស្គាល់ពាក្យពុទ្ធសាសនា Buddhism ហើយវាស្រួលប្រើផងមនុស្សជាច្រើនដែលប្រើពាក្យនេះក៏យល់ដែរថាគេប្រើពាក្យពុទ្ធសាសនាដើម្បីនិយាយអំពីធម៌ឬធម៌សកលអរិយអដ្ឋង្គិកមៈតើការព្រៀនប្រដៅរបស់ព្រះពុទ្ធយ៉ាងដូចម្តេចអរិយអដ្ឋង្គិកមៈជាផ្លូវដ៏ប្រសើរដែលប្រកបដោយអង្គ8ផ្លូវដ៏ប្រសើរក្នុងន័យថាជនណាម្នាក់ដែលបានដើរលើផ្លូវនេះដោយអោហាតជននោះនឹងប្រែទៅជាអរិយបុគ្គលមួយអង្គជាបុគ្គលមានចិត្តបរិសុទ្ធអរិយអដ្ឋង្គិកមៈចែកចេញជា3ផ្នែកផ្នែកទី1គឺសិលធម្មចរិយាដែលបំព្រួញមកថាសព្ទៈបាបសៈអករណੰវាចាអំពើបាបទាំងអស់គឺអំពើអកុសលទាំងអស់ដោយកាយឬដោយវាចាដែលធ្វើសត្វឯទៀតឲ្យឈឺចាប់ហើយរំខានដល់សន្តិភាពនិងសុខដុមរមនារបស់គេផ្នែកទី2គឺសមាធិភាពមូលតែមួយរបស់ចិត្តជាកុសលដែលបំព្រួញមកថាកុសលសុបសម្បទាគឺធ្វើអំពើជាកុសលទាំងឡាយជាមួយនឹងចិត្តមូលជាកុសលផ្នែកទី3គឺបញ្ញាដែលបំព្រួញមកថាសច្ចតបរិយោទៈបណាំងគឺធ្វើចិត្តទាំងស្រុងឲ្យបរិសុទ្ធដោយពង្រីកបញ្ញាទាំង3ផ្នែកនេះជាការព្រៀនប្រដៅរបស់ព្រះពុទ្ធគ្រប់ព្រះអង្គតាំងពីអតីតកាលនិងការព្រៀនប្រដៅរបស់ព្រះពុទ្ធគ្រប់ព្រះអង្គតទៅអនាគតកាលហេតុដូច្នេះទើបគេនិយាយថាអេតាំងពុទ្ធានសាសនំនេះជាការព្រៀនប្រដៅរបស់ព្រះពុទ្ធគ្រប់ព្រះអង្គជាការព្រៀនប្រដៅរបស់គ្រប់សាសនានេះជាខ្លឹមសារជាស្នូលរបស់ការព្រៀនប្រដៅផ្លូវចិត្តប៉ុន្តែព្រះពុទ្ធមិនគ្រាន់តែត្រាស់សម្ដែងធម្មទេសនាថាឲ្យមានជីវភាពរស់នៅក្នុងធម្មចរិយាតែប៉ុណ្ណោះទេព្រះអង្គបានបង្រៀនយើងឲ្យឈានជំហានជាបន្ទាប់យ៉ាងសំខាន់
គឺសមាធិគឺការត្រួតត្រាលើចិត្តដើម្បីគោលដៅនឹងគេត្រូវការអារម្មណ៍មួយរបស់កម្មដ្ឋានមានអារម្មណ៍ជាច្រើនដែលគេអាចយកមកអប់រំចិត្តបានព្រះពុទ្ធអង្គបានប្រទានអារម្មណ៍ជាច្រើនហើយក្នុងចំណោមអារម្មណ៍ទាំងឡាយនោះអារម្មណ៍ដែលគេនិយមច្រើនជាងគេគឺដង្ហើមផ្ទាល់ខ្លួនព្រះអង្គបានប្រទានឈ្មោះថាអាណាបាណសតិគឺការបណ្ដុះបណ្ដាលសតិដឹងអំពីដង្ហើមចូលនិងដង្ហើមចេញមនុស្សទាំងអស់មកពីគ្រប់សហគមន៍មានដង្ហើមដូចគ្នាអត់មានជនណាម្នាក់យល់ទាស់នឹងការបដិបត្តិសតិដឹងអំពីដង្ហើមបានទេតើគេអាចឲ្យឈ្មោះដង្ហើមថាជាដង្ហើមអ៊ីស្លាមឬហិណ្ឌូឬគ្រីស្ទៀនឬយួនឬពុទ្ធបរិស័ទឬចេនឬស៊ីកឬដង្ហើមប្រទេសអាហ្វ្រិកអាស៊ីឬដង្ហើមប្រុសឬស្រីដែលមិនកើតអាណាបាណសតិតម្រូវឲ្យយើងរក្សាសតិដឹងអំពីដង្ហើមត្រង់ផ្ទៃក្រោមរន្ធច្រមុះលើបបូរមាត់លើគឺការប្រមូលចិត្តឲ្យមូលលើអារម្មណ៍តែមួយត្រង់កណ្ដាលលើបបូរមាត់ឧត្តរោថាសៈវេមជ្ជបតិសេនៅពេលដែលចិត្តបានមូលនៅត្រង់ផ្ទៃតូចនេះវាប្រែទៅជាស្រួចឡើងឆាប់អារម្មណ៍ឡើងឆាប់អារម្មណ៍ឡើងក្រោយពីបប្រតិបត្តិបានត្រឹមតែ3ថ្ងៃមកប៉ុណ្ណោះគេចាប់ផ្ដើមពិសោធន៍ឃើញវេទនាផ្សេងនៅត្រង់ផ្នែកនេះនៃកាយរួចហើយគេក៏បប្រតិបត្តិវិបស្សនាតទៅទៀតនឹងគឺបញ្ញាគេពិនិត្យមើលវេទនាផ្សេងទូទៅសពសរពាង្គកាយពីបង្ហើយចុះទៅចុងជើងដោយធ្វើយ៉ាងនឹងគេសម្គាល់ឃើញថាវេទនាទាំងឡាយតាក់ទងចិត្តស្និទ្ធណាស់ជាមួយនឹងអ្វីដែលកើតឡើងនៅក្នុងចិត្តវាប្រែទៅជាច្បាស់ណាស់ថារាល់ពេលដែលគេធ្វើអំពើអកុសលណាមួយគេត្រូវតែបង្កើតភាពអកុសលមួយនៅក្នុងចិត្តមុននឹងសម្លាប់គេបង្កើតទោសៈយ៉ាងអ្នកហិមាមុននឹងលួចគេបង្កើតលោភៈមុននឹងប្រព្រឹត្តខុសក្នុងកាមគេត្រូវតែបង្កើតកាមតណ្ហាយ៉ាងខ្លាំងនៅក្នុងចិត្តគេមិនអាចធ្វើឲ្យអ្នកទៀតរងទុក្ខដោយមិនបានធ្វើខ្លួនឯងឲ្យរងទុក្ខជាមុនសិននោះទេពពេហនតិអត្តានំបច្ឆាហនតិសុបរេភាពអកុសលទាំងឡាយដូចជាកំហឹងលោភៈទោសៈពាបាតៈសេចក្តីច្រណែនអត្តភាពនិងសេចក្តីភិតភ័យធ្វើឲ្យមនុស្សមិនសប្បាយរងទុក្ខនិងខូខើគេប្រែទៅជាអន្ទះអន្ទែងហើយកាលណាគេអន្ទះអន្ទែងគេមិនត្រឹមតែទុកសេចក្តីអន្ទះអន្ទែងនេះនៅក្នុងខ្លួនតែប៉ុណ្ណោះទេគេចាប់ចែកវាទៅឲ្យអ្នកឯទៀតគេចាប់ធ្វើទុកដល់អ្នកដទៃនៅក្នុងសង្គមគេពិសោធន៍ឃើញច្បាប់ធម្មជាតិនេះនៅក្នុងក្របខ័ណ្ឌនាមរូបផ្ទាល់របស់គេតាមអាការៈខាងក្រៅមនុស្សហាក់ដូចជាសប្បាយនៅពេលដែលគេធ្វើអំពើអកុសលផ្សេងប៉ុន្តែស្ថានភាពពិតប្រាកដរបស់គេគឺដូចជារងើកភ្លើងដែលមានផេះយ៉ាងក្រាស់ក្រពីលើគេកំពុងឆេះនៅក្នុងខ្លួនដោយមកពីភាពអកុសលផ្សេងនៅក្នុងចិត្តប៉ុន្តែគេមិនដឹងអ្វីសោះថាមានអ្វីកើតឡើងនៅក្នុងខ្លួនទេនេះគឺអវិជ្ជាគឺមោហៈសេចក្តីល្ងងខ្លៅចំពោះព្រះពុទ្ធសេចក្តីល្ងងខ្លៅមិនមែនការខ្វះការចេះដឹងអំពីជំនឿទស្សនវិជ្ជាទេគឺជាកង្វះចំណេះដឹងអំពីអ្វីដែលកំពុងតែកើតឡើងនៅក្នុងខ្លួនឯងគេមិនយល់របៀបដែលគេប្រែទៅជារងទុក្ខដោយមកពីស្បៃនៃអវិជ្ជានេះទេអត់មាននរណាម្នាក់ចង់ស្ថិតនៅរងទុក្ខទេប៉ុន្តែគេបន្តបង្កើតតណ្ហាលោភៈនិងទោសៈគ្រប់វេលាគេចេះតែធ្វើប្រតិកម្មតបនឹងវេទនាផ្សេងតទៅទៀតកាលណាអវិជ្ជាត្រូវបានបំបត្តិចោលរួចហើយនៅពេលគេសម្លឹងមើលទៅខាងក្នុងគេដឹងថាមើលចុះខ្ញុំកំពុងតែបង្កើតសេចក្តីទុក្ខសម្រាប់ខ្លួនឯងដោយបង្កើតតណ្ហាតបនឹងវេទនាទាំងឡាយកាលណាវេទនាជាសុខខ្ញុំបង្កើតលោភៈកាលណាវេទនាជាទុក្ខខ្ញុំបង្កើតទោសៈទាំងពីរនឹងធ្វើឲ្យខ្ញុំរងទុក្ខហើយមើលចុះឥឡូវនេះមានដំណោះស្រាយហើយកាលណាខ្ញុំយល់ធម្មជាតិមិនទៀងរបស់វេទនាហើយរក្សាឧបេក្ខាវាអត់មានតណ្ហាទេវាអត់មានលោភៈទេនិងទោសៈក៏អត់មានដែរផ្នត់ទម្លាប់ចាស់របស់ចិត្តចាប់ផ្លាស់ប្ដូរហើយខ្ញុំកំពុងតែចាកចេញពីសេចក្តីទុក្ខហើយ
តាមការព្រៀនប្រដៅរបស់ព្រះពុទ្ធនឹងគឺវិជ្ជាឬបញ្ញាវាគ្មានអ្វីតាក់ទងនឹងជំនឿទស្សនវិជ្ជាឬជំនឿនិកាយទេគឺជាសេចក្តីពិតអំពីសេចក្តីសប្បាយនិងសេចក្តីទុក្ខរបស់យើងដែលមនុស្សទាំងអស់អាចពិសោធន៍ឃើញនៅក្នុងខ្លួនបើគេដើរនៅលើមាគ៌ាអរិយសច្ច4មិនមែនជាលទ្ធិទស្សនវិជ្ជាទេវាជាសេចក្តីពិតមែនតែនអំពីខ្លួនដែលខ្ញុំចាប់ពិសោធន៍ឃើញនៅខាងក្នុងវាជាអរិយសច្ចបានលុះត្រាតែគេពិសោធន៍ឃើញហើយដោយមកពីហេតុនឹងគេចាប់ប្រែទៅជាអរិយបុគ្គលមួយអង្គកាលណាគេធ្វើការជាមួយនឹងវេទនាផ្សេងគឺគេធ្វើការដល់ទីជម្រៅរបស់ចិត្តអ្វីៗដែលកើតឡើងនៅក្នុងចិត្តបណ្ដាលឲ្យមានវេទនានៅក្នុងកាយវេទនាសមោសរណាសង្កប្បវិតគិនេះជាការរកឃើញយ៉ាងសំខាន់របស់ព្រះពុទ្ធការរកឃើញយ៉ាងសំខាន់មួយទៀតរបស់ព្រះអង្គគឺការបង្កើតតណ្ហាតបនឹងវេទនាទាំងឡាយមុនពុទ្ធសម័យនាពុទ្ធសម័យនិងក្រោយពុទ្ធសម័យគ្រូអាចារ្យទាំងឡាយមិនបានដឹងរឿងនឹងទេគ្រូអាចារ្យទាំងនោះមុនសម័យព្រះពុទ្ធនិងនាសម័យព្រះពុទ្ធចេះតែបន្តទូនមានកុំឲ្យមនុស្សទាំងឡាយធ្វើប្រតិកម្មតបនឹងវេទនាផ្សេងដែលមកប៉ះជាមួយនឹងទ្វារវិញ្ញាណទាំងឡាយភ្នែកប៉ះជាមួយនឹងរូបភាពច្រមុះប៉ះជាមួយនឹងក្លិនត្រចៀកប៉ះជាមួយនឹងសំឡេងឡាក់គេបានបង្រៀនថាកាលណាអារម្មណ៍ផ្សេងមកប៉ះជាមួយនឹងទ្វារវិញ្ញាណចូលអ្នកកុំធ្វើប្រតិកម្មដោយសន្និដ្ឋានថាល្អឬអាក្រក់ចូលកុំធ្វើប្រតិកម្មជាលោភៈឬទោសៈការព្រៀនប្រដៅនេះមានរួចស្រេចទៅហើយប៉ុន្តែព្រះពុទ្ធបានត្រាស់ថាតាមពិតអ្នកមិនមែនធ្វើប្រតិកម្មតបនឹងវេទនាទាំងឡាយនឹងទេព្រះអង្គបានប្រទានឧទាហរណ៍អំពីគោឈ្មោលខ្មៅមួយដែលតំណាងទ្វារវិញ្ញាណនិងគោឈ្មោលសមួយទៀតតំណាងអារម្មណ៍គេចងគោទាំងពីរភ្ជាប់គ្នាជាមួយនឹងខ្សែពួរមិនមែនគោខ្មៅឬគោសទេដែលជាចំណងគឺខ្សែពួរជាចំណងព្រះពុទ្ធត្រាស់ថាខ្សែពួរតណ្ហាជាចំណងហើយគេបង្កើតតណ្ហាលោភៈឬទោសៈតបនឹងវេទនាទាំងឡាយវេទនាបច្ចយតណ្ហានេះជាការរកឃើញយ៉ាងសំខាន់របស់ព្រះពុទ្ធព្រះអង្គបានត្រាស់ដឹងដោយសារការរកឃើញនេះកាលពីដើមមានមនុស្សជាច្រើនទៀតថាគេមិនត្រូវធ្វើប្រតិកម្មតបនឹងអារម្មណ៍ទាំងឡាយទេប៉ុន្តែគេមិនបានប្រែទៅជាព្រះពុទ្ធឡើយមានគ្រូអាចារ្យជាច្រើនដែលបានបង្រៀនថាគេមិនត្រូវបង្កើតលោភៈនិងទោសៈទេព្រះពុទ្ធបានពន្យល់ថាលោភៈនិងទោសៈនឹងស្ថិតនៅរហូតដរាបណាវានៅមានមោហៈដូច្នេះព្រះអង្គទូលមានយើងឲ្យចាកចេញពីមោហៈហើយតើមោហៈដូចម្តេចទៅមោហៈជាសេចក្តីល្ងងខ្លៅមោហៈជាអវិជ្ជាអ្នកមិនដឹងថាមានអ្វីកំពុងតែកើតឡើងនៅក្នុងខ្លួនរបស់អ្នកទេគេមិនដឹងមូលហេតុពិតប្រាកដរបស់ទោសៈនិងលោភៈទេគេល្ងងខ្លៅខ្លាំងណាស់តើគេអាចចាកចេញពីវាដូចម្តេចកើតចូលវាយបំបាក់វាត្រង់ឫសគល់នៃបញ្ហាហើយចាកចេញពីសេចក្តីទុក្ខដោយធ្វើការជាមួយនឹងវេទនាទាំងឡាយនោះដរាបណាអ្នកគ្មានសតិដឹងអំពីវេទនាទាំងឡាយទេដរាបនោះអ្នកចេះតែច្បាំងតទួលជាមួយនឹងអារម្មណ៍ខាងក្រៅដោយគិតថានេះអាក្រក់នោះល្អអ្នកចេះតែបន្តធ្វើការនៅផ្ទៃខាងលើអ្នកគិតថាគោខ្មៅឬគោសជាមូលហេតុរបស់ចំណងមនុស្សប្រមិតគិតថាគេញៀនស្រាប៉ុន្តែតាមការពិតមនុស្សប្រមិតញៀននឹងវេទនាផ្សេងដែលគាត់ពិសោធន៍ឃើញកាលណាគាត់ផឹកស្រាកាលណាគេពិសោធន៍ឃើញវេទនាទាំងឡាយដោយឥតលំអៀងគេចាប់ចាកចេញពីអវិជ្ជាដោយមានការយល់ធម្មជាតិមិនទៀងនៃវេទនាទាំងឡាយគេបណ្ដុះបណ្ដាលបញ្ញាតបនឹងវេទនាទាំងឡាយនេះជាច្បាប់ធម្មជាតិធម្មនិយាមេត្តាជាច្បាប់នៃលំដាប់បាតុភូតទាំងឡាយទោះបីមានប្រពុតក្តីគ្មានប្រពុតក្តីធម្មនិយាមេត្តាស្ថិតនៅរហូតព្រះពុទ្ធបានត្រាស់ថាតថាគតបានពិសោធន៍ឃើញច្បាប់ធម្មជាតិនេះគឺច្បាប់បដិច្ចសមុប្បាតនៅក្នុងខ្លួនរបស់តថាគត
ហើយដោយបានពិសោធន៍ឃើញច្បាប់និងយល់ច្បាប់នេះតថាគតប្រកាសបង្រៀនប្រកាសពន្យល់និងបំភ្លឺរួចហើយតថាគតបង្ហាញច្បាប់នេះចំពោះសត្វលោកឯទៀតលុះត្រាតែបានឃើញដោយអង្គឯងរួចហើយទើបតថាគតប្រកាសជាក្រោយនេះគឺជាសេចក្តីថ្លែងការណ៍ដ៏អង្អាចនៃអ្នកប្រាជ្ញវិទ្យាសាស្ត្រកំពូលមួយអង្គដូចជាទោះបីមានលោកញីវតុនក្តីគ្មានលោកញីវតុនក្តីច្បាប់ទំនាញផែនដីនៅតែជាសេចក្តីពិតជានិច្ចលោកញីវតុនបានរកឃើញទំនាញផែនដីហើយបានពន្យល់មនុស្សលោកដោយគ្នានេះដែរទោះមានលោកហ្គាលីលេក្តីគ្មានក្តីព្រឹត្តិការណ៍ផែនដីវិលជុំវិញព្រះអាទិត្យវានៅតែជាសេចក្តីពិតជានិច្ចការពិសោធន៍ឃើញវេទនាជាចំណុចមួយសំខាន់ដែលចាប់ពីទីនេះទៅមានផ្លូវពីរបែកចេញពីគ្នាបើគេចេះតែធ្វើប្រតិកម្មងងឹតងងល់តបនឹងវេទនាជាសុខនិងជាទុក្ខតទៅគេនឹងបង្កើនទំហំទុក្ខបើគេរៀនរក្សាឧបេក្ខាចំពោះវេទនាជាសុខនិងជាទុក្ខគេនឹងចាប់ផ្លាស់ប្ដូរទម្លាប់នៅទីជ្រៅបំផុតហើយចាប់ចាកចេញពីទុក្ខវេទនាទាំងឡាយជាឫសគល់ដរាបណាគេបំភ្លេចឫសគល់ដរាបនោះឈើពុលនឹងលូតលាស់ជាថ្មីទៀតទោះបីគេបានកាត់ដើមវាហើយក៏ដោយព្រះពុទ្ធបានត្រាស់ថាយ៉ាងណាមិញដើមឈើមួយដើមប្រកបដោយឫសគល់ល្អស្អាតមាំមួនវានឹងលូតលាស់វិញទោះបីគេបានរំលំដើមវាហើយក៏ដោយពេលណាអនុស្សយកិលេសមិនទាន់ត្រូវបានកម្ចាត់ចោលទេសេចក្តីទុក្ខនឹងកើតឡើងទៀតក៏យ៉ាងដូច្នោះដែរដូច្នេះអ្នកប្រាជ្ញវិទ្យាសាស្ត្រកំពូលបានរកឃើញថាដើម្បីនឹងឲ្យបានរួចរដោះពេញបរិបូរណ៍ពីកិលេសទាំងឡាយរបស់ចិត្តគេត្រូវតែធ្វើការត្រង់ឫសគល់នៃចិត្តមនុស្សរាល់រូបត្រូវតែកម្ចាត់កំទេចឫសគល់របស់តណ្ហានុសយៈកាលណាព្រៃទាំងមូលស្វិតស្រពោនគេត្រូវតែថែទាំដើមឈើនីមួយថែរក្សាឫសវាកុំឲ្យមានជំងឺរួចហើយគេស្រោចទឹកវាពេលនោះព្រៃទាំងមូលនឹងលូតលាស់ឡើងវិញដូចគ្នានេះដែរដើម្បីសង្គមបានប្រសើរមនុស្សរាល់រូបត្រូវតែធ្វើខ្លួនឲ្យបានប្រសើរជាមុនដើម្បីឲ្យសង្គមប្រែទៅជាសុខសាន្តត្រានមនុស្សគ្រប់គ្នាត្រូវតែប្រែទៅជាសុខសាន្តត្រានមនុស្សម្នាក់ជាកូនសោរបស់សង្គមដើម្បីឲ្យសកលលោកប្រែទៅជាសុខសាន្តត្រានប្រទេសនីមួយឬសង្គមនីមួយត្រូវតែប្រែទៅជាសុខសាន្តត្រាននៅទីនេះគោអង្ការខ្ញុំសូមលើកយកការទូន្មានយ៉ាងសំខាន់មួយរបស់ព្រះពុទ្ធចំពោះប្រជាជនលិច្ឆវីនៃសាធារណរដ្ឋវិជីព្រះពុទ្ធបានប្រទានបញ្ជាងាយអនុវត្តទាំងឡាយដូចតទៅនេះដែលរារាំងមិនឲ្យអ្នកឯទៀតវាយលុកមកលើប្រជាជនវិច្ឆវីបានដរាបណាគេរក្សាឯកភាពហើយជួបជុំគ្នាដល់ទៀងទាត់ដរាបនោះគេនឹងស្ថិតនៅជាអ្នកឈ្នះដរាបណាគេជួបជុំគ្នាដោយឯកភាពគេក្រោកឡើងដោយឯកភាពហើយបំពេញកិច្ចការដោយឯកភាពដរាបនោះគេនឹងស្ថិតនៅជាអ្នកឈ្នះទី3ដរាបណាគេមិនបំពានលើគោលការណ៍បុរាណនៃការគ្រប់គ្រងនិងប្រព័ន្ធយុត្តិធម៌ដរាបនោះគេស្ថិតនៅជាអ្នកឈ្នះទី4ដរាបណាគេគោរពបូជាលើកកិត្តិយសព្រឹទ្ធាចារ្យរបស់គេហើយយកចិត្តទុកដាក់នឹងពាក្យសម្ដីរបស់លោកដរាបនោះគេស្ថិតនៅជាអ្នកឈ្នះទី5ដរាបណាគេគោរពស្ត្រីនិងកូនទាំងឡាយរបស់គេដរាបនោះគេនឹងស្ថិតនៅជាអ្នកឈ្នះទី6ដរាបណាគេគោរពបូជារបស់ជាទីគោរពទាំងឡាយរបស់គេទាំងខាងក្នុងនិងទាំងខាងក្រៅសាធារណរដ្ឋហើយគេរក្សាការឧបត្ថម្ភប្រកាសចំពោះរបស់ជាទីគោរពទាំងឡាយនោះដរាបនោះគេស្ថិតនៅជាអ្នកឈ្នះទី7នាសម័យនោះក៏មាននិកាយច្រើនដែរប្រកបដោយវិហារនិងទីកន្លែងគោរពបូជាផ្ទាល់ខ្លួនរបស់គេគតិបណ្ឌិតគឺស្ថិតនៅលើការរក្សាមនុស្សទាំងអស់ឲ្យមានសេចក្តីសប្បាយរីករាយនិងពេញចិត្តមនុស្សទាំងឡាយមិនត្រូវទទួលរងការនឿយហត់គ្រប់យ៉ាងដែលបង្ខំឲ្យគេប្រែទៅជាសត្រូវរបស់រដ្ឋទេ
ទីកន្លែងសក្ការៈបូជារបស់គេត្រូវតែបានទទួលការការពារត្រឹមត្រូវដរាបណាអ្នកដឹកនាំទាំងឡាយផ្ដល់នូវការការពារនិងការគាំទ្រចំពោះអរិយបុគ្គលទាំងឡាយដរាបនោះគេនឹងស្ថិតនៅជាអ្នកឈ្នះសប្តាហ៍ថ្ងៃសេចក្តីទូលមានយ៉ាងប្រពៃរបស់ព្រះពុទ្ធនេះក៏ត្រូវគេបានយកមកអនុវត្តដើម្បីរក្សាសន្តិភាពនិងសុខដុមរមនានៃសកលលោកបានដែរយើងមិនអាចបំភ្លេចបញ្ហាទាំងឡាយដែលតាក់ទងនឹងសាសនាបានទេបើយើងចង់ឲ្យបានជោគជ័យក្នុងការនាំសន្តិភាពមកជូនសកលលោករដ្ឋាភិបាលនីមួយៗមានភារកិច្ចនឹងការពារប្រជាជនរបស់គេតទល់នឹងការវាយប្រហារពីខាងក្រៅធ្វើអ្វីៗដែលអាចធ្វើបានដើម្បីឲ្យប្រជាជននិងទឹកដីរបស់គេមានសុវត្ថិភាពនៅពេលដែលគេកំពុងធ្វើកិច្ចការនឹងគេត្រូវចាំទុកក្នុងចិត្តថាវិធានការទាំងឡាយនោះគ្រាន់តែផ្ដល់នូវប្រយោជន៍ក្នុងអនាគតយ៉ាងខ្លីតែប៉ុណ្ណោះមានតែមេត្តានិងករុណាប៉ុណ្ណោះទេដែលអាចកម្ចាត់ទោសៈដែលស្ថិតនៅត្រង់ឫសគល់នៃអំពើបែបនោះទាំងអស់ដែលជនណាម្នាក់មកពីនិកាយណាមួយបានធ្វើនៅប្រទេសឥណ្ឌាសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតដែលមានការបង្រៀនវិបស្សនានៅក្នុងគុកយើងបានឃើញរបៀបដែលមនុស្សបានផ្លាស់ប្ដូររួចមកហើយឫសគល់នៃភេរវនិយមស្ថិតនៅក្នុងចិត្តរបស់អ្នកធ្វើភេរវកម្មទាំងឡាយយើងបានឃើញរបៀបដែលអក្រិតជនខូខើទាំងឡាយបានផ្លាស់ប្ដូរនៅក្នុងធម៌សិក្សារបស់យើងក្នុងពន្ធនាគារទាំងឡាយកំហឹងសេចក្តីភិតភ័យគំនិតសងសឹកនិងទោសៈចាប់រលាយហើយបង្កើតចិត្តសន្តិភាពនិងករុណាបន្តិចម្ដងជាដំបូងយើងសូមឲ្យបុគ្គលិកខ្លះរបស់ក្រសួងពន្ធនាគាររៀនវិបស្សនារួចហើយទើបយើងរៀបចំធម្មសិក្សាសម្រាប់អ្នកទោសទាំងឡាយការធ្វើយ៉ាងនេះផ្ដល់នូវលទ្ធផលយ៉ាងល្អអស្ចារ្យនៅក្នុងការព្រានប្រដៅរបស់ព្រះពុទ្ធយើងឃើញមានស្ពានមួយដែលអាចភ្ជាប់និកាយផ្សេងបានផ្នែកមូលដ្ឋាននៃការព្រានប្រដៅរបស់ព្រះពុទ្ធធម្មចរិយាការធ្វើចិត្តឲ្យមូលនិងការធ្វើចិត្តឲ្យបរិសុទ្ធជាខ្លឹមសារនៃសាសនាទាំងអស់សិលសមាធិនិងបញ្ញាជាខ្លឹមសាររួមនៃសាសនាទាំងអស់វាមិនអាចមានទំនាស់ក្នុងកត្តាមូលដ្ឋាននេះបានទេដើម្បីឲ្យមានជីវភាពល្អការសង្កត់យ៉ាងខ្លាំងនៃការព្រានប្រដៅរបស់ព្រះពុទ្ធគឺការបដិបត្តិផ្នែកទាំង3នេះផ្នែកសិលសមាធិនិងបញ្ញាដើម្បីបដិបត្តិធម៌នៅក្នុងការរស់នៅពិតប្រាកដនេះជាស្នូលនៃសាសនានីមួយប៉ុន្តែយើងចេះតែបន្តឆ្លោះគ្នាអំពីសម្បកក្រៅដែលអាចខុសគ្នាក្នុងសាសនាផ្សេងជាជំនួសការយកចិត្តទុកដាក់លើខ្លឹមសារទៅវិញប្រវត្តិសាស្ត្របានបញ្ជាក់ឲ្យឃើញថាពេលណាដែលការព្រានប្រដៅជាសកលរបស់ព្រះពុទ្ធនិងការមិនប្រកាន់និកាយរបស់ព្រះពុទ្ធបានទៅដល់ទីណាឬសហគមន៍ណាមួយនៃការព្រានប្រដៅនេះមិនដែលប៉ះទង្គិចជាមួយនឹងវប្បធម៌ប្រពៃណីឡើយផ្ទុយទៅវិញដូចជាស្កររលាយក្នុងទឹកដោះគោការព្រានប្រដៅត្រូវបានជ្រាបចូលយ៉ាងស្រួលដើម្បីធ្វើឲ្យសង្គមបានល្អផ្អែមល្ហែមប្រសើរថែមទៀតយើងទាំងអស់គ្នាដឹងថាតើយើងត្រូវការរសជាតិផ្អែមល្ហែមនៃសន្តិភាពនិងភាពស្ងប់ស្ងាត់ខ្លាំងយ៉ាងណានៅក្នុងសកលលោកនៃបច្ចុប្បន្នកាលនេះសូមឲ្យការព្រានប្រដៅរបស់ព្រះពុទ្ធនាំមកនៅសន្តិភាពនិងសុភមង្គលជូនចំពោះមនុស្សលោកឲ្យបានកាន់តែច្រើនឡើងថែមទៀតដែលជាហេតុធ្វើឲ្យសង្គមកាន់តែច្រើនឡើងក្នុងសកលលោកបានប្រកបទៅដោយសន្តិភាពនិងសុភមង្គលសូមឲ្យសព្វសត្វបានប្រកបទៅដោយសុភមង្គលសូមឲ្យសព្វសត្វបានប្រកបទៅដោយសន្តិភាពសូមឲ្យសព្វសត្វបានរួចរដោះសូមអរគុណ